តិត100 ខែវិសាខឆ្នាំមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី3 ខែឧសភាឆ្នាំ2026នៅវត្តខេមរៈពុទ្ធារាមទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិកបានប្រារព្ធពិធីបុណ្យវិសាខបូជាចម្រើនពរថាបុណ្យវិសាខបូជានេះគឺយើងប្រារព្ធឡើងចំពោះកាលដ៏អស្ចារ្យទាំង3នៃព្រះសម្មាសម្ពុទ្ធនៃយើងគឺកាលដែលព្រះអង្គទ្រង់ប្រសូតកាលដែលព្រះអង្គទ្រង់ត្រាស់ដឹងនិងកាលដែលព្រះអង្គទ្រង់បរិនិព្វាននៅពេលដែលព្រះនាងសិរិមហាមាយាទេវីជាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទនៈរាជានៃនគរកបលផុសស្ថិតក្នុងដែនសកៈព្រះនាងសិរិមហាមាយាទ្រង់គួរគម្រប់10 ខែរៀបនឹងដល់ថ្ងៃប្រសូតព្រះសទ្ធត្ថហើយក៏ព្រះនាងមានព្រះទ័យចង់ទៅលេងព្រះបិតាបង្កើតនៅឯនគរទេវទហៈហើយមានបំណងដើម្បីចង់ទៅសម្រាលព្រះរាជរសនៅទីនោះតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះលុះធ្វើដំណើរដល់ព្រំដែនឧទ្យានឈ្មោះលំវនីចន្លោះរវាងនគរទាំងពីរគឺនគរកបលផុសនិងនគរទេវទហៈហើយយាងឈានចូលទៅសម្រាប់ប្រកាយក្រោមដើមសាលព្រឹកក្នុងខណៈនោះព្រះនាងសិរិមហាមាយាទេវីក៏សម្រាលព្រះរាជរសក្រោមដើមសាលព្រឹកនោះឯងដែលត្រូវនឹងពេលព្រឹកជិតថ្ងៃត្រង់នៅថ្ងៃសុក្រតិថី15កើតខែវិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំព្រះរាជាសទ្ធោទនៈលុះស្ដាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជរសហើយដូច្នោះព្រះអង្គក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញកាលបើប្រសូតបានចំនួន5ថ្ងៃគត់ព្រះរាជរសអង្គនេះក៏ត្រូវបានសន្មតឲ្យព្រះនាមថាសទ្ធត្ថប្រែថាអ្នកសម្រេចប្រយោជន៍ដល់លោកទាំងពួងក្រោយពីព្រះអង្គបានចេញសាងព្រះភ្នោះបាន6ព្រះវស្សាស្ថិតក្នុងព្រះជន្ម35វស្សាព្រះសមណសទ្ធត្ថអង្គនោះបានប្រព្រឹត្តនៅតបៈធម៌ហើយបានប្រព្រឹត្តនៅទុក្ករកិរិយាព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណស្ថិតក្នុងថ្ងៃពុធពេញបរមី15កើតខែវិសាខឆ្នាំរកានៅក្នុងស្រុកសេនានិគមក្បែរនឹងស្ទឹងនេរញ្ជរាវេលាព្រឹកព្រៀងទៀបភ្លឺក្នុងគម្រប់ប្រជញ្ញ30ព្រះវស្សានៅឯពុទ្ធគយានោះឯងក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល45ព្រះវស្សារហូតដល់ព្រះអង្គប្រជញ្ញ80ព្រះវស្សាព្រះអង្គក៏យាងចូលព្រះនិព្វានដោយទ្រង់រំលត់ខណ្ឌចូលកាន់ព្រះមហានិព្វានក្នុងថ្ងៃអង្គារពេញបរមី15កើតខែវិសាខឆ្នាំសាញ់បញ្ញស័កវេលារាត្រីជិតភ្លឺក្នុងប្រជញ្ញគម្រប់80ព្រះវស្សាគត់ព្រះអង្គបរិនិព្វាននៅក្រោមដើមសាលវ័នឧទ្យានចន្លោះដើមរៀងទាំងគូក្បែរនគរកុសិនារានោះឯង